មុននឹងចូលសាច់រឿងរបស់យើងខ្ញុំសូមបញ្ជាក់តិចបរិសម្នាក់នេះមិនមែនជាលោកគ្រូរបស់លូឡាំងស៊ូទេគឺថាជាមេនិកាយរបស់កញ្ញាលូឡាំងស៊ូអញ្ចឹងណាតោះយើងចូលវីដេអូយើងទាំងអស់គ្នាទៅបន្ទាប់ពីវីដេអូមុនកញ្ញាលូឡាំងស៊ូក៏បានទៅបង្ហាញពីកំពីក្បាច់គុណដែលនាងទទួលបានពីយីហ្វានរបស់យើងប៉ុន្តែឃើញថាម្ចាស់និកាយមិនសូវខ្វាយខ្វល់ប្រមាណទេហើយនាងក៏បានបង្ហាញពីការយល់ដឹងរបស់នាងពីកំពីក្បាច់គុណកញ្ញាឡាំងស៊ូក៏បានប្រាប់ទៅមេនិកាយនាងថាបន្ទាប់ពីនាងមើលកំពីក្បាច់គុណនេះហើយនាងអាចតម្រូវកម្រិតទៅដល់ស្មារតីអ្នកប្រយុទ្ធបានពេលនោះធ្វើឲ្យឈិនសានភ្ញាក់ផ្អើលជាខ្លាំងកញ្ញាឡាំងស៊ូនាងបានប្រាប់ដោយសារតែនាងមើលកំពីក្បាច់គុណមួយនេះគាត់សាកបើកមើលនៅកំពីក្បាច់គុណមួយនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងនៅកំពីក្បាច់គុណមួយនេះដោយសារតែវាមានធម្មពលវិញ្ញាណជាច្រើនក៏បានដឹងផងដែរដោយសារចង់ប្រយុទ្ធយកឈ្នះចាញ់ឬក៏គេហៅថាភាពច្បោកច្បល់នៅក្នុងចិត្តរបស់គាត់ពេលនោះក៏មានអារៈអាចកំបាំងនឹងមកទៀតហើយអារៈចេញមកដើម្បីជួយវាយនៅឈិនសានឲ្យគេកាន់តែស្រួលខ្លួនជាងមុនហើយនឹងការដាំដោះរបស់គេក៏បានរឹងមាំជាងមុនផងដែរហើយពេលនោះធម្មពលវិញ្ញាណជាច្រើនក៏បានលេចចូលក្នុងខ្លួនឈិនសានហើយគាត់ក៏អាចតម្រូវកម្រិតទៅស្ដេចអ្នកប្រយុទ្ធបានផងដែរសាច់រឿងក៏កាត់ទៅខាងយីហ្វានរបស់យើងវិញគាត់កំពុងតែអង្គុយជាមួយនឹងសភៅហើយកំពុងតែញ៉ាំស៊ុបផងដែរគាត់ក៏បានដឹងពីការអ្នកវឹកហាត់ដែលតម្រូវកម្រិតផងដែរគាត់មិនខ្វាយខ្វល់ប្រមាណទេគាត់ថាអញត្រូវតែស៊ីគឺជាជំរើសល្អបំផុតពេលនោះមានបិសាចកញ្ជ្រោមមួយត្រូវបរិសម្នាក់តាមវាប្រហាដែលសារវាទៅលួចមន់របស់បរិសម្នាក់នោះនឹងឯងហើយយើងក៏បានដឹងពីប្រវត្តិបិសាចកញ្ជ្រោមនឹងដែលមានឈ្មោះថាអូឈិញគេគឺជាស្ដេចនៃជជោបានកោសម្ព័ន្ធគេក្បត់ហើយការដំដោះរបស់គេក៏បានបំផ្លាញផងដែរវាបានតែរត់គេចពីកោសម្ព័ន្ធវាតែប៉ុណ្ណោះចាំថ្ងៃដែលវាត្រូវតែសងសឹកហើយវាក៏បានរត់មកដល់ទីតាំងរបស់យីហ្វានរបស់យើងហើយវាគិតថាយីហ្វានរបស់យើងចង់មករៀបរៀងផ្លូវវាអីណាគ្រាន់តែជាមនុស្សធម្មតាសោះចង់រៀបរៀងផ្លូវអញភងងាប់ទៅបញ្ចេញអំណាចវាយ៉ាងខ្លាំងក្លាទៅវាប្រហារយីហ្វានរបស់យើងប៉ុន្តែយីហ្វានរបស់យើងចាប់ក្បាលវាយ៉ាងងាយស្រួលប៉ុន្តែវាមិនព្រមចោះចាញ់នៅតែវាប្រហារយីហ្វានរបស់យើងទៀតតែម្ដងនៅហើយផ្សែងជុកប៉ុន្តែនៅតែមិនអាចធ្វើឲ្យយីហ្វានកម្រើកអីម៉ានតិចតែម្ដងគ្រាន់តែធ្វើឲ្យតុកស៊ុបរបស់គាត់បាក់តែប៉ុណ្ណោះគាត់ពិតជាខ្លាំងសាំជាអឹមខឹងខ្លាំងមែនទែនទៅស្លុតវាអានោះឡើងលួសព្រលឹងតែម្ដងបិសាចកញ្ជ្រោងអូឈីនឹងក៏ទុកចម្ងល់ទៅអ្នកមើលថាបរិសម្នាក់នេះគឺជានរណាគេទៅខ្លាំងដល់ថ្នាក់នេះហើយវីដេអូភាគមួយយើងត្រូវបានបញ្ចប់តែត្រឹមហ្នឹងគឺថាលើម៉ោងប្រហែលជា2បន្តឲ្យអ្នកទាំងអស់គ្នាថាចាំជួបគ្នានៅវីដេអូសម្រាប់រឿងនៅភាគ2